ក្តីសុខមិនមែនជាអ្វីដែលអ្នកមើលឃើញនោះទេវាជាអ្វីមួយដែលអ្នកជ្រើសរើសមនុស្សភាគច្រើនរងចាំជីវិតឲ្យល្អឥតខ្ចោះមុនពេលពួកគេមានអារម្មណ៍រីករាយប៉ុន្តែក្តីសុខពិតប្រាកដកើតចេញពីទង្វើដែលគួរឲ្យសរសើរមិនមែនកើតចេញពីភាពល្អឥតខ្ចោះនោះទេអ្នកអាចជ្រើសរើសយកឲ្យមានស្នាមញញឹមសូម្បីតែថ្ងៃធម្មតាក៏ដោយអ្នកអាចរើសយកសេចក្តីសុខជំនួសឲ្យការមានកំហឹងអ្នកអាចរើសយកការដឹងគុណជំនួសឲ្យការត្អូញត្អែនៅពេលអ្នកធ្វើឲ្យសេចក្តីសុខคล้ายទៅជាការសម្រេចចិត្តប្រចាំថ្ងៃជីវិតរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរអ្នកនឹងកត់សម្គាល់ឃើញថាសេចក្តីរីករាយតូចៗដូចជាក្តីរំភើបសំណើចក្តីសប្បុរសចិត្តស្ងប់ទាំងអស់នេះវានឹងកើតមានឡើងដល់ជីវិតរបស់អ្នករាល់ថ្ងៃក្តីសុខមិននិយាយអំពីការមានបានច្រើននោះទេតែវានិយាយអំពីការមើលឃើញច្រើនដូច្នេះរាល់ព្រឹកសូមរំលឹកខ្លួនឯងថាថ្ងៃនេះខ្ញុំរើសយកសេចក្តីសុខ